ខ្ញុំមកលើនេះគឺដើម្បីជួយពុកធរខ្ញុំអ្នកក្លាហានសៀសិញធ្វើត្បិតតែសង្កេតខុងជៀនគឺត្រូវពុកធរខ្ញុំសម្លាប់តែរឿងនេះមានការបត់បែនជាច្រើនចំណែកការស្លាប់របស់សង្កេតខុងសិញគឺគ្មានតែតនបៈមែនទេសូមបដិជនទាំង3កុំស្ដាប់សម្ដីគេតែម្ខាងសង្ឃឹមថាសិបដឹងការពិតផងបើសិនចឹងមែនតើខុងសិញត្រូវអ្នកណាគឺសម្លាប់ចំណែកយិនចិនឈ្មោះដើមឆឹងខុនរាសនីមបាត់ដារំទេសឆឹងខុនគឺជាគ្រូរបស់សៀសិញពុកថកខ្ញុំកណាតាមមើលបដិជនទាំង3សិតតែដឹងថាសិស្សប្អូនរបស់ឆឹងខុនគឺលោកស្រីរបស់មេបយ៉ាឆឹងខុននិងសិស្សប្អូនគេនៅជាមួយគ្នាតាំងពីតូចតែមិនដឹងហេតុអីពួកគេមិនបាននៅជាមួយគ្នាក្រោយស្រឡាញ់ក៏ខ្លាចទៅជាស្អប់ចំគំនុំជាមួយនឹងប៉ាមិញកណាមិនដឹងថាហេតុអីបានជាបដិជនទូមានគំនុំជាមួយនឹងលោកមេបយ៉ាទេមើលទៅប្រកាសជាមានមនុស្សថោកទាបអុចអាចំណែកម្នាក់នេះភាគច្រើនគឺឆឹងខុនសូមបដិជនទូគិតឡើងវិញមើលតើអ្វីដែលកណានិយាយនេះពិតឬមិនពិតបបាសកនិយាយក៏ត្រូវមួយយ៉ាងដែរពេលនោះអាត្មាចង់គំនុំជាមួយនឹងមេបយ៉ាងឆឹងខុនជួយអាត្មាច្រើនណាស់ហើយនេះអាត្មាក៏នាំគេចូលក្នុងបករបស់សឹកក្មួយខុងជៀនមើលទៅនេះប្រហែលជាផែនការរបស់គេហើយមិនត្រឹមតែប៉ុណ្្នឹងទេពេលនេះគាត់នៅមានមហិច្ឆតាលើតំណែងមេបកបដិជនទៀតគេបានប្រមូលផ្ដុំបកពូរៀបចំអបាយកលចង់ព្យាបាលបដិជនក្នុងវិញអូហិចុះឆឹងខុនចុះឆឹងខុនបាយក្រាត់បាននិយាយតទៅជាមួយយើងមកឯចាស់សម្រាប់មនុស្សបំបត្តិមកគេគឺជាយានចិនមែនទេប្រកាសជាគាត់ដែរដល់ដំណាក់កាលនេះហើយកណាជឿថាបដិជនទាំង3សិតតែដឹងច្បាស់ក្នុងចិត្តហើយបើគេមិនបានធ្វើខុសហេតុអីក៏ចាំបាច់សម្លាប់មនុស្សបំបត្តិមាត់នោះមែនទេត្រូវខ្ញុំកណាមានសំណួរពមួយមិនដឹងគួរនិយាយឬអត់ទេបបាសកនិយាយមកចុះកណាចង់និយាយជាមួយពួកថោប្រមាណមកបានទេមេបច្ចាងសូមជើញចុះសូមអរគុណពុកថោវូជាអបង្ការទេមិនអាចជួយពុកថោចេញមកវូជារឿងអយុត្តិធម៌របស់ពុកកូនបានបកស្រាយប្រាប់កម្ពុជាសងទាំង3ច្បាស់ហើយបាបកម្មដែលពុកសាងត្រូវតែឲ្យពុកទទួលកម្មពៀដោយខ្លួនឯងបើពុកធ្លាក់ក្នុងដៃសត្រូវដទៃប្រកាសជាប្រយុទ្ធគ្នារហូតដល់ស្លាប់ឥឡូវនេះគេឃុំពុកនៅក្នុងនេះគឺដើម្បីកាត់កងជីវិតព្រះដៃចគុណខុងជៀនកូនមិនបាច់ជួយពុកទេពុកសម្រេចចិត្តមិនទៅណាទេកូនល្អកូនកុំរវល់នឹងពុកឆាប់ចាក់ចេញពីទីនេះទៅឆាប់ចុះពីភ្នំភ្លាមទៅពុកធោពុកសម្រាប់ខុងជៀនសិតតែជាបាយកោរបស់ដើមឆាន់ឈឹងខុនទាំងអស់ជាមួយខែមកនេះពុកនៅទីនេះស្ដាប់កម្ពុជាសង់ទាំង3សូត្រព្រះធម៌រាល់ថ្ងៃនឹកឃើញដល់រឿងដើមបាត់ដៃពុកប្រឡាក់សុទ្ធតែឈាមស្រស់របស់មនុស្សរាប់រយនាក់ទោះជាពុកស្លាប់11000ដងក៏មិនអាចលៀងបាបនេះបានដែរកូនល្អកុំរវល់នឹងពុកអីឆាប់ចុះពីភ្នំភ្លាមទៅកុំរវល់នឹងពុកអីឆាប់ទៅកុំរវល់នឹងពុកអីឆាប់ទៅការប្រយុទ្ធថ្ងៃនេះលោកមេបច្ចាង1ទល់នឹង3ទោះជាបរាជ័យក៏ដោយតែវាជាគុណលោកខ្លាំងពូកែមួយជីវិតនេះអាត្មាមិនដែលឃើញទេបើគុំទៅពួកអាត្មាមិនគិតដល់វិន័យពិភពគុណរួមកម្លាំងគ្នាប្រយុទ្ធនោះសៀសិងត្រូវឧបាសកជួយយកទៅបាត់ទៅហើយតែពួកអាត្មាទទួលបញ្ជាពីចៅអធិការយាមសៀសិងអាត្មាក៏គ្មានមធ្យោបាយដែរសូមមេបច្ចាំងអធិស្ឋានផងណាសម្មាសម្ពុទ្ធោបើលោកចង់ជួយសៀសិងស្វាគមន៍មកពហិអាត្មាគ្រប់ពេលតែត្រូវតែបំបែកកបង្ក្រាបបិសាចជីងកាំងរបស់អាត្មាដល់ពេលនោះឧបាសកអាចទៅជាមួយសៀសិងបានហើយណាលោកមេបច្ចាំងអាចនាំគ្នាមកជួយ
អាត្មានៅតែប្រយុទ្ធ3នាក់ដដែលហេតុនេះហើយមុនពេលលោកមេប៉ាំងត្រឡប់មកវិញម្ដងទៀតអាត្មាទាំង3នាក់ប្រកាសជាការពារសុវត្ថិភាពរបស់សៀស៊ីងបើអញ្ចឹងថ្ងៃក្រោយចាំកណាមកសាក់លបងជាមួយប្តីគុណទាំង3ទៀតវូជីល្អអាក្រក់មានផលមិនបាច់បារម្ភពីពុកទេមិនបាច់មកជួយពុកទេពុកមិនទៅណាដាច់ខាតពុកសង្ឃឹមថាកូនជួបគ្រោះคล้ายទៅជាលៀបមិនធ្វើឲ្យឪពុកម្ដាយនិងពុកអស់សង្ឃឹមកូនល្អកូនត្រូវរកយុត្តិធម៌ឲ្យពិភពគុណកុំរៀនសូត្រតាមពុកឲ្យសោះត្រូវរៀនសូត្រតាមឪពុកម្ដាយកូនឆាប់ទៅពុនឪពុកធំសុទ្ធតែជាអ្នកក្លាហានត្រឹមត្រូវមួយរូបគឺជាគំរូរបស់ខ្ញុំគឺជាមហាបុរសបដិជគុណទាំង3ថ្ងៃនេះសូមអធិស្ឋានកណាសូមលីសិនសម្មាសម្ពុទ្ធោសម្មាសម្ពុទ្ធោសម្មាសម្ពុទ្ធោមិនតាហើយមានបានប្រយុទ្ធជាមួយអ្នកនៅក្នុងវិហារដែរទេនឹងចូលបានចូលពុកថោបងទេមានសួរគាត់ថាអ្នកណាចាប់គាត់ដែររបៀបម៉េចបុកគិតតែពីរឿងជួយគាត់ចេញមិននឹងសួររឿងអបបង្ការទៅនេះទៅអូនយំមិនចំពោះបងគឺជារឿងមិនបានកាយតែចំពោះអូនគឺជារឿងសំខាន់ណាស់បានហើយចាំគាត់ចេញមកចាំសួរគាត់ក៏បានដែរពេលនេះអូនខ្លាចតែខ្លាចទេខ្លាចបងជួយគាត់មិនបានមែនទេអត់ទេឲ្យប៉ាក់មេងជួយពុកថោបងចេះតែជួយបានហើយប៉ុន្តែអូនខ្លាចតែពុកថោបងសម្រាប់ចិត្តស្លាប់ដើម្បីបូជាជនប្រសងខុងជីនតើពូជីប៉ាក់មេងកំពុងតែឲ្យសញ្ញាឲ្យពួកយើងឆាប់ទៅណែសញ្ញាបាញ់ឲ្យនៅលោកស្រីយើងទុកចិត្តចោលរៀបចំខ្លួនអញនៅរួចហើយប្រសើរណាស់ចិត្តធ្វើសង្គ្រាមហើយពួកឯងនេះលើកកម្ពស់ស្មារតីឡើងលោកមេប៉ាចាំងនឹងគ្នាយើងចិត្តម្ដងហើយតើពួកឯងយល់ហើយនៅលោកមេប៉ាយើងនៅទេសូមគោរពលោកមេប៉ាសូមគោរពលោកមេប៉ាគូសំទេលោកពេស្កាជនពលលោកបណ្ដោះទីនេះពីកាំងគឺនៅក្នុងខែនេះគឺលោកសេនាយ៉ាងនិងលោកសេនាហ្វាន់នាំអ្នកខ្លាំងបកកាយនៅក្នុងបាំងទៅវ័នជួយមនុស្សតែមិនបានជួបលោកមេប៉ាំងអត់មានអ្នកដឹកនាំឯណាលោកសេនានៅចិត្តនោះដូចជាលោកមេប៉ាំងម្ដងលោកមេប៉ា
លោកមេប៉ា មិនបាច់គួរសមទេ លោកមេប៉ាក្រោយពេលពួកខ្ញុំទទួលបានដំណឹងរបស់សេស៊ីងហើយក៏ពិភាក្សាគ្នាថាបើចាំដល់ពេលបន្ទួនអូហើយពួកអ្នកក្លាហានមកជួបជុំគ្នានៅកន្លែងនេះហើយចាំជួយមនុស្សនោះដូចជាខ្លាចទៅជាសត្រូវរបស់ពួកគេអញ្ចឹងដូច្នេះខ្ញុំនិងលោកសេនាហ្វានបានសម្រេចចិត្តថាឡើងភ្នំមុនបន្ទួនអូរយៈពេល10ថ្ងៃសូមលោកមេប៉ាអធិស្ឋានឲ្យពួកខ្ញុំដែលអត្តនោម័តដោយខ្លួនឯង លោកស្នាយ៉ាងមិនបាច់ដាក់ខ្លួនទេការពិតអ្នកទាំងអស់គ្នារួមគ្នាមកជួយពុកថងខ្ញុំបញ្ជាក់ថាបាក់យើងនឹងគុណធម៌ខ្ញុំនឹងគុណមិននឹងមកទោសថ្ងៃនេះពួកយើងប្រើមនុស្សទូទាំងបាក់ទៅសុំមនុស្សពីលោកចាអធិការពួកយើងមិនត្រូវធ្វើប៉ះពាល់ដល់មនុស្សសេចក្ដីទេបើមិនដល់ដំណាក់កាលសំខាន់មិនអាចប្រយុទ្ធគ្នាឡើយទី1ត្រូវជួយពុកថងខ្ញុំចេញមកទី2ត្រូវចាប់ជនគុណឲ្យបានពួកយើងមិនអាចសម្លាប់គ្នាប្រតិបត្តិទេទៅតាមលោកបញ្ជាចាំយល់អូនខ្លាំងម្លងខ្លួនតិចកុំឲ្យមនុស្សក្នុងវត្តចាំអូនជឿវាមានឬច្រើនអូនដឹងហើយចាំបាច់បងនិយាយយ៉ាងម៉េចនឹងបងខ្លាចទេមិនហើយលបងយីលើកនេះខ្ញុំស្ពឹកជាកូនចៅបងហើយណាបងប្អូនទាំងអស់ឥឡូវនេះនាងចៅមីបានជួបបាក់ជាងហើយពួកឯងទាំងអស់គ្នាការពារនេះបានល្អផងបាទលេងបារម្ភហើយមែនទេសំពុទ្ធោកណាចាំងវិជីនិងមនុស្សបាក់មិញនៅបងប្អូនមកជួបលោកចាអធិការខំវិនក៏ពិនគឺលោកមិនបាក់ចាំងទេលោកចាអធិការពួកកណាអត់ការមិនមកទេសូមប្រតិជគុណយកដល់ពិភពគុណដល់លេងស្ដេចតោរំលឹងទៅគុណស្រ័យដ៏ធំនេះថ្ងៃក្រោយកណាមកជាសងវិញសម្មាសម្ពុទ្ធោអ្នកបួសមានចិត្តករុណាតមសម្រាប់ជីវិតដើម្បីមិនគួរបង្ខំស្ដេចតោរំលឹងទេប៉ុន្តែខុងជៀនសើច្បងអាត្មាគឺស្លាប់នៅក្នុងដៃអបាសកតោរំលឹងដូចមេបាក់ចាំងជាមេបាក់មួយទាំងមូលគួរតែស្គាល់វិន័យពិភពគុណហើយមិនអាចមកទោសស្ដេចតោរំលឹងតែម្នាក់ទេប្រតិជគុណខុងជៀនគឺដើម្បីរំលាយគំនុំពិភពគុណស្ម័គ្រចិត្តស្លាប់ដោយខ្លួនឯងសាធុសិស្សបងកុងជៀនស្ម័គ្រចិត្តលះបង់ជីវិតសាងគុណធំយ៉ាងនេះពិតជាមានបុណ្យកុសលបន្តិចមែនស្ដេចតោរំលឹងជ្រុលដៃសម្រាប់ប្រតិជគុណខុងជៀនក៏ស្ដេចក្រោយតែក្រោយមកគិតសពទៅមេខ្លងធំនៃរឿងនេះគឺដែលគុណយានចិនក្នុងវត្តប្រតិជគុណសូមប្រតិជគុណយានចិនចេញមកពួកយើងនិយាយតទល់គ្នាបាញ់ចែកខុសត្រូវលើកមុននៅកំពូលភ្នំគុណមិញអាថោកទៀបនៅធ្វើពុតស្លាប់ក្រោយមកគ្រោះឡើងវិញវាកលិចក្រោយយ៉ាងនេះតើជាមនុស្សស្អីដែរឆាប់ហៅវាចេញមកកុំប្រឹងហើយលោកមិនបាក់ខ្ញុំជាអាចង្រៃយានចិននោះតើអត់មានជាអាចង្រៃចៅអធិការទេណាសម្ពុទ្ធោហើយបើអញ្ចឹងការស្លាប់របស់បដិជគុណខុងស៊ីងតើលោកមេបាក់ចាំងមានពីអីមកបកស្រាយទេបដិជគុណខុងស៊ីងជាមនុស្សមានគុណធម៌ពេលពុកកណានៅកំពូលភ្នំគង់មិញនៅណាត់គ្នាថ្ងៃក្រោយមកសាក់របស់វិជាគុណទីស្មប់ដល់ថាលោកជួបគ្រោះអកុសលពុកកណាទាំងអស់គ្នាសិតតែមានការសោកស្ដាយប៉ុន្តែក្រោយមកសិតដឹងថាឬទាំងអស់នេះពិតជាគ្មានតេតូនបាក់មិញមែនលោកមេបាក់ចាំងពូកែដោះសមមែនអញ្ចឹងទំនាក់ទំនងរវាងបាក់មេងនិងកូនស្រីសម្ដេចយូយ៉ាងនោះក៏ជាការคล้ายៗដែរមែនទេលោកនេះបាក់មិញមិនដែលរួមដៃជាមួយកូនស្រីសម្ដេចយូយ៉ាងចាត់ការបដិជគុណទេបើនិយាយអញ្ចឹងលោកមេបាក់ចាំងគឺគ្មានទំនាក់ទំនងជាមួយនឹងនាងម្ចាស់សម្ដេចយូយ៉ាងហើយ